បើកម្មវិធី IB Pen របស់យើងមកហើយយើងចុចកន្លែងសញ្ញាបូកហ្នឹងដូចរាល់ដងអញ្ចឹងខ្ញុំយក 3K ហើយ30.72ហ្នឹងហើយអូខេមកយើងក៏បើកចេញមកផ្ទាំងអក្សរបែបហ្នឹងយើងអាច track กระดาษនឹងចំកណ្ដាលហ្នឹងមកហើយខ្ញុំចុចលើ brush ហើយទោះបើខ្ញុំយកអា fill lip pen hand ហ្នឹងហើយ setting របស់ប៊ិចហ្នឹងខ្ញុំសេរីកន្លែងលើហ្នឹងទេ start thickness 95ហើយនឹង end thickness 95ហ្នឹងយើងចុចបិទវាវិញមកយើងចុចកន្លែង layer នេះហើយយកផ្ទាំងពីក្រោយហ្នឹងពណ៌អីក៏បានខ្ញុំយកពណ៌សទៅទេអញ្ចឹង background ហ្នឹងហើយបន្តមកទៀតយើងសេរីទំហំbrush របស់យើងបានតែទំហំជក់ដែលយើងនឹងគូចេញទៅហ្នឹងអញ្ចឹងមកយើងសាក117ខ្ញុំអត់តាន់ពេញចិត្តទេវាតូចពេកអញ្ចឹងសាកតេស្ត120ម្ដងហើយយើងសរសេរfont ជាយើងទម្រង់អក្សរអីហ្នឹងយើងជាអ្នកបង្កើតខ្លួនឯងទេយើងគូសតាមចិត្តចង់អញ្ចឹងណាយើងស្រឡាញ់ម៉ូដអីយើងគូសម៉ូដហ្នឹងទៅអក្សរហ្នឹងកាត់កងមិនហើយ style អស់វែងឬក៏ខ្លីមិនអាហ្នឹងសាច់លើយើងហើយទីក្នុងឧទាហរណ៍របស់ខ្ញុំនេះខ្ញុំនឹងសរសេរពាក្យថាព្រះសីហនុក្រុងព្រះសីហនុហ្នឹងណាសម្រាប់ដាក់ vlog របស់ខ្ញុំអញ្ចឹងយើងសរសេរមើលមកតែស្អាតយើងយកបានចាំយើងចាប់ផ្ដើមកែកូន color ដាក់ shadow ដាក់អីតាមនឹងទៀតអញ្ចឹងណាហើយសម្រាប់ទំហំអក្សរមួយយើងអត់ចាំបាច់ទុកគូសេសថ្មីទេថាបើយើងអត់ចង់ពេញចិត្តអក្សរមួយតួហ្នឹងវាធំពេកឬក៏មិនអីចឹងក៏យើងអាចzoom វាឲ្យតូចបានដែរដែលយើងប្រើអា lasso អាហ្នឹងយើង select វាមកគូសវាមកជុំវិញអក្សរដែលយើងចង់ឲ្យវាតូចហ្នឹងហើយឥឡូវខ្ញុំព្យាយាមគូសកុំឲ្យទៅអក្សរផ្សេងខ្ញុំឃើញថាអក្សរ no ហ្នឹងវាធំខ្លាំងពេកអត់ទៅស្អាតខ្ញុំចង់វាតូចជាងនឹងបន្តិចហើយខ្ញុំក្របវាមកអញ្ចឹងមកហើយបរិយាព្រមវាតែម្នាក់ឯងបានអញ្ចឹងនៅពេលហើយយើងចុច touch មកហើយចុចកន្លែង remove selection អញ្ចឹងវាបាត់តូចលោតជុំវិញអក្សរយើងហ្នឹងឯងតោះមកទៀតចុចកន្លែង layer ហ្នឹងហើយយើង duplicate layer ហ្នឹងមកហើយយើងបិទ layer ទី1ទុកសិនហើយ select លើ layer ទី2ចុចលើកន្លែង color យើងនេះកន្លែងពណ៌ខ្មៅនេះហើយតោះមកយើង pick color មកយើងចង់បានពណ៌អីគេដូចថានៅវិស័យអនុដូចជាមានទឹកសមុទ្រពណ៌ខៀវអញ្ចឹងខ្ញុំដាក់ពណ៌រៀងមើលទៅខៀវអញ្ចឹងណាអញ្ចឹងយើងសេរីមកពណ៌ណាដែលយើងស្រឡាញ់ខ្ញុំភ្លេចបើក alpha lock ណានេះបើក alpha lock ទៅបើយើងគូសលើវាទៅវាបំពេញតែកន្លែងប្រាស់ដែលយើងសរសេរពីមុនហ្នឹងកន្លែងហ្នឹងហើយ color នេះអត់តពេញចិត្តទេខ្ញុំសេរីដាក់ color ផ្សេងតលប៉ះមួយណាដែលខ្ញុំស្រឡាញ់មើលទៅចាំយើងយកអញ្ចឹងណាឥឡូវខ្ញុំរកឃើញហើយពណ៌នេះវាអត់សូវ blue ខ្លាំងពេកទេហើយយើងប្រាស់វាមកឲ្យពេញ full យើងមកតមកទៀតយើងមកមើល layer ទី1យើងបើកវាវិញហ្នឹងឯងតែបើទៅមិញបាច់បិទក៏បានដែរយើងបើក layer ទី1យើងវិញមកហើយដាក់ filter ឲ្យវាតមកទៀតចូលដល់កន្លែងនេះយើងយក stroke board ហ្នឹងមកហើយយើង outer width ហ្នឹងយើងបើកវាមកចង់បាន background ប៉ុណ្ណាអញ្ចឹងណាហើយនេះ color អញ្ចឹង background យើងនឹងយកពណ៌សប៉ុន្តែកំឡុងពេលដែលយើងសេរីកុំតដាក់ពណ៌សស្នុកយើងមើលឃើញថា background ហ្នឹងវាទំហំប៉ុណ្ណាហើយដោយសារតាbackground ផ្ទាំងកណ្ដាលយើងវាសស្រាប់បើយើងសេរីពេលដែលយើងដាក់ពណ៌សដែរអញ្ចឹងវាមើលឃើញណាអញ្ចឹងខ្ញុំដាក់ពណ៌ក្រហមអីក៏បានដែរពីក្រោយហ្នឹង color ហ្នឹងណាយើងសេរីទំហំមកខ្ញុំដាក់159ហ្នឹងតទៅទៀតបើខ្ញុំសេរីវាទៅជាពណ៌សវិញហើយបើយើងថិចវាយកមកអញ្ចឹងបានន័យថាភាសាយនុភាពភាសាយនុហ្នឹងវាមាន background ពណ៌សហើយគាត់ថាយើងមើលអត់តឃើញទេថាกระดาษរបស់យើងវាសដែរហើយយើងដាក់ filter ទៅលើនឹងភាសាទៀតយើងធ្វើដូចដដែលអញ្ចឹងចូល stroke board មកហើយ color ខ្ញុំនឹង change color ទៅជាពណ៌ស្តៀងនឹងក្នុងរូបពីក្នុងយើងហ្នឹងហើយហើយបន្ថយ outer width វាវិញមកដាក់ធំក្បែរ10ឬក៏10ជាងអីហ្នឹងយើងឆ្លាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងណាលេខហ្នឹងតែឥឡូវខ្ញុំយកដូចជា10 11ហ្នឹងហើយខ្ញុំយក11ហើយចេញមកវិញមកយើងបានប៉ុណ្ណឹងហើយ step បន្តទៀតខ្ញុំដាក់ shadow ឲ្យពាក្យភាសាអនុនៅក្នុងអំបុងហ្នឹងអញ្ចឹង select លើ layer ទី2ហ្នឹងមកហើយ duplicate layer ហើយ select លើ layer ទី2នេះវិញហើយប្រកាសថាយើងបើក alpha lock ហើយយើងក៏មកបដូរពណ៌ឲ្យវាដាក់វាទៅជាខ្មៅណាអញ្ចឹងគូសវាឲ្យពេញមកប្រកាសថាយើងគូសពេញណាគូសដូចខ្ញុំអញ្ចឹងមកអញ្ចឹងឥឡូវយកទី2ទៅជាខ្មៅឯងខ្ញុំ
ពេលដែលខ្មៅអញ្ចឹងឯងយើង select លើវាមកយើងដូរtranslation x ហើយនឹង translation y បងនេះណាយើងអាចអូសវាទៅស្ដាំទៅឆ្វេងទៅលើទៅក្រោមឲ្យឃើញសម្ោលវានេះឃើញអត់អញ្ចឹងយើងឆ្លាញ់សម្ោលប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងណាអញ្ចឹងនិយាយរួមបើខ្ញុំនៅកន្លែងហ្នឹង x ខ្ញុំយក6ហើយ y ខ្ញុំយក6ដូចគ្នាខ្ញុំចង់បានសម្ោលតិចតិចទេអត់សូវខ្លាំងទេហ្នឹងហើយបន្តមកទៀត layer ទី1ខ្ញុំត្រូវ select លើ layer ទី1ហើយ duplicate វាដែរ layer ទី1ហ្នឹងជា background មិញហ្នឹងណាហ្នឹងហើយ duplicate វាហើយយើង select លើ layer ទី1ដដែលចុច alpha lock ហ្នឹងមកបន្តមកទៀតយើងដូរពណ៌វាដែរដាក់វាទៅជាខ្មៅហើយយើងគូសមកហ្នឹងហើយគូសអញ្ចឹងទៅតោះនេះយើងឃើញនេះ layer ទី1ហ្នឹងខ្មៅហើយយើងក៏ transform វាដូចមិញហ្នឹងអញ្ចឹងយើង select លើ layer 1ក៏បាន2ក៏បានដែរហើយយើងចុច transform ហើយយើងដាក់ x ឯនឹង y នេះមិញមកឃើញអត់វាចេញសម្ោលទេតែជា background យើងណាអ្នកគ្នាដាក់ចង់បានខ្លាំងដាក់លេខការធំអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីសេរីអស់ចិត្តអស់ចង់ហើយចុងចាប់ translation x ខ្ញុំយកចំនួនដក13ហើយ translation y ខ្ញុំយក7ឥឡូវយើងដាក់ sticker ម្ដងវគ្គ sticker ហ្នឹងដូចខ្ញុំបានបង្ហាញពី part មុនហ្នឹងខ្ញុំបានប្រាប់ហើយខ្ញុំយកមកពី Pinterest ហើយខ្ញុំ remove background ហើយរបៀបដែល remove background នៅក្នុង website ក៏ខ្ញុំបានប្រាប់ដែរវីដេអូមុនអញ្ចឹងយើង add មកអាហ្នឹងមានន័យទេដោយសារខ្ញុំបានប្រាប់ហើយណាអញ្ចឹងបើយើងអត់បានមើលក៏មើលនៅហ្នឹងក៏បានទៅមើលវីដេអូមុនក៏បានadd ហ្នឹងយើងចុចរូបកាមេរ៉ាហ្នឹងមកហើយ add sticker ដែលយើងបាន remove background ហើយហ្នឹងហើយយើង drag វាដាក់ទៅតាមកន្លែងណាដែលយើងចង់បានឲ្យស្អាតអញ្ចឹងណាហើយកន្លែងនេះក៏ពិសេសដែររាល់ sticker element ដែលយើងយកមក Pinterest remove background ហើយហ្នឹងយើង select លើវាយើងបើក alpha lock ទៅយើងអាចដូរពណ៌វាបានទៀតកន្លែងហ្នឹងពិសេសណាយើងដូរពណ៌មកហ្នឹងហើយយើង select លើវាឃើញអត់យើងចង់បានពណ៌អីក៏បានដែរអញ្ចឹងបានន័យថារាល់ element ដែលយើងយកមកពី Pinterest ដែលមានស្រាប់ហ្នឹងយើងអាចយកវាមកធ្វើពណ៌សាថ្មីអញ្ចឹងបានណាវាស្រួលខ្លាំងមែនទែនអញ្ចឹងខ្ញុំចង់គូសតែខ្សែបន្ទាត់ហ្នឹងទេពណ៌ហ្នឹងដើម្បីវាស៊ីគ្នាជាមួយនឹងពណ៌ main color របស់យើងនៅក្នុងកណ្ដាលហ្នឹងឥឡូវអស់អីសំខាន់អីឡើយហ្នឹងយើងបានបរៀនពីវគ្គមុនហើយអស់ហើយអញ្ចឹងកន្លែងខ្ញុំគ្រាន់តែដាក់ទង់ជាតិកម្ពុជាយើងចូលមួយទៀតហ្នឹងទៅហើយនឹងស្រេចលើយើងទៅយើងចង់ដាក់អីដាក់ទៅហើយ element ទាំងអស់ហ្នឹងនៅក្នុង Pinterest តែគេចង់បានអីក៏បានតែយើងស៊ើចទៅស៊ើចភាសាអង់គ្លេសហើយតែចង់បាន flag បែបហ្នឹងអញ្ចឹងទង់ជាតិហ្នឹងflag brush pen អីអញ្ចឹងទៅទីហោបែបជក់គូសអញ្ចឹងណាស្ទាយវាអញ្ចឹងតែតោះឥឡូវខ្ញុំយកប៉ុណ្្នឹងហើយអស់ហើយខ្ញុំចុចសញ្ញាព្រួយមក save image យក PNG អត់មាន background ទេហ្នឹងហើយបើក transparent ហ្នឹងមកយើងចុច OK យើងបានហើយរូបហ្នឹងវានឹង load ចូលទៅក្នុង photo របស់ device របស់យើងអញ្ចឹងអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងបើគិតថាវាមានប្រយោជន៍សម្រាប់អ្នកនរគ្នាចង់លើកទឹកចិត្តខ្ញុំជួយចុច subscribe ឬក៏ like ឲ្យខ្ញុំមួយផងណាហើយខ្ញុំនឹងព្យាយាមធ្វើ style ផ្សេងៗឲ្យប្លែកពីនឹងទៀតឲ្យអ្នកនរគ្នាមើលនឹងរៀនធ្វើតាមអញ្ចឹងណាអញ្ចឹងអរគុណបាយបាយ